bàព័ត៌មានទីមួយនេះគឺពាក់ព័ន្ធជាមួយនឹងសារឆ្នាំថ្មីឬក៏ប្រតិកម្មនានាជុំវិញបញ្ហាកម្ពុជានិងថៃនេះគឺដំបូងឡើយសូមជម្រាបជូនប្រិយមិត្តគឺសម្ដេចប៉ាបណាសម្ដេចប៉ាបដែលបានចេញសារសម្រាប់សារនៅបុណ្យណូអែលនេះបាទឬក៏នៅខ្មែរហៅបុណ្យណូអែលឬក៏ Christmas ឥឡូវហ្នឹងគឺដូចប្រើដូរគ្នាទៅវិញទៅមកណាបាទគឺព្រះអង្គបានទទូចឲ្យមានការសន្ទនាគ្នាបាទហើយនឹងដោះស្រាយនៅបញ្ហាប្រឈមអ្វីជាច្រើនធ្វើឲ្យមានការសម្របសម្រួលជាពិសេសនៅទំនាក់ទំនងរវាងកម្ពុជាហើយនិងថៃនេះគឺព្រះអង្គបានទទូចឲ្យមានការស្ដារឡើងវិញនៅចំណងមិត្តភាពដែលមានវ័យចំណាស់ជាយូរមកហើយរវាងប្រទេសទាំងពីរគឺកម្ពុជាហើយនិងថៃណាក៏កុំឲ្យមានចំនួនហើយគឺធ្វើយ៉ាងណាឲ្យមានការជួយដោះស្រាយទៅលើផលប៉ះពាល់ផងដែរអញ្ចឹងជារាជសារសម្រាប់ឆ្នាំថ្មីមកសម្រាប់បុណ្យណូអែលនិងឈានចូលឆ្នាំថ្មីរបស់សម្ដេចប៉ាបដែលនាមថាសម្ដេចប៉ាបលីអូណាបាទអញ្ចឹងនេះគឺជាសារមួយចំណុចមួយរបស់សម្ដេចប៉ាបហើយការវិវត្តមួយទៀតនៅក្នុងទីក្រុងបាងកកប្រទេសថៃគឺមានការជួបប្រជុំគ្នាដែរទ្រង់ទ្រាយតូចរបស់ក្រមសកម្មជនដែលបាតកម្មទាមទារឲ្យមានសន្តិភាពគឺប្រឆាំងនឹងការធ្វើសង្គ្រាមដែលអំពាវនាវឲ្យមានសន្តិភាពរវាងប្រទេសកម្ពុជាហើយនិងប្រទេសថៃគឺពួកគេបានជួបប្រជុំគ្នានេះគឺជាសារមួយសម្រាប់នៅថ្ងៃបុណ្យណូអែលនេះឯងបុណ្យ Christmas ហើយតាមការរាយការណ៍របស់ខាងសារព័ត៌មាននៅក្នុងប្រទេសថៃហ្នឹងគឺទម្រាំតែគាត់បានទៅធ្វើបាតកម្មហ្នឹងគឺទៅបានគេដេញពីកន្លែងមួយទៅកន្លែងមួយទម្រាំតែបានធ្វើបាតកម្មបានដូច្នេះគាត់តែរឿងប៉ុណ្ណេះប្រិមិត្តអាចយកទៅបកស្រាយបានហើយណាបាទថៃគាត់ជាជនរងគ្រោះនៃសង្គ្រាមបាទដូចដែលគាត់អះអាងប៉ុន្តែនៅពេលដែលមានអ្នកតវ៉ាបាតកម្មធ្វើដើម្បីសុំសន្តិភាពប្រឆាំងនឹងសង្គ្រាមបាទអ្នកធ្វើមានទ្រង់ទ្រាយតូចហើយទៅគេរុញពីកន្លែងមួយទៅកន្លែងមួយតម្រាំនឹងរៀបចំបានបាទយើងអាចយល់ឃើញច្បាស់នេះជាអ្វីដែលយើងអាចពន្យល់អន្តរជាតិបានហើយនៅកម្ពុជាវិញគឺការធ្វើការដើរក្បួនដើម្បីសុំសន្តិភាពបាទគឺធ្វើយ៉ាងទូលំទូលាយមានអ្នកចូលរួមមនុស្សរាប់ម៉ឺននាក់ឯណោះបាទអញ្ចឹងគឺនេះឯងជាសារមួយដែលប្រិមិត្តមួយចំនួនដែលសួរខ្ញុំថាតើធ្វើដើម្បីពន្យល់ឲ្យបរទេសឃើញ what you can tell is a sharp contrast between what they can do in Thailand and what they can do in Cambodia. Cambodian people can mark or celebrate or hold a demonstration or protest, whatever you want to call it, in large number, to call for peace. But in Thailand, people find it hard to hold a protest as such because they had to move from one place to another, place to place, before they were able to do it. So you can tell the sharp contrast between what Cambodian people want, what Cambodia want, or what Cambodian people want, and also what Thailand's attention really is. ចឹងគឺយើងអាចដឹងរឿងនឹងបានណារឿងថាតើរឿងនឹងវាយ៉ាងម៉េចណាបាទនេះជាចំណុចទី2នៅក្នុងរឿងទី1ដែលខ្ញុំជម្រាបជូនប្រិយមិត្តទាំងអស់គ្នានេះហើយនៅក្នុងរឿងទី1នេះដែរនេះគឺជារឿងមួយដែលបាទប្រតិកម្មពីខាងក្រសួងការបរទេសរបស់ឥណ្ឌាដែលចេញកាលពីថ្ងៃម្សិលមិញគឺតាក់ទងជាមួយនឹងការដែលទាហានថៃរុញបំផ្លាញរូបបដិមាព្រះវិស្ណុហើយមានការថតហើយផ្សាយដូច្នេះគឺមានប្រតិកម្មខ្លាំងខាងឥណ្ឌាគាត់ខឹងណាស់គាត់ថាជាការមួយប៉ះពាល់ជាការមួយប្រមាថទៅដល់ជំនឿរបស់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់នោះគឺមានការគោរពព្រហ្មញ្ញសាសនាច្រើនហ្នឹងគឺធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តផ្លូវអារម្មណ៍របស់គេហ្នឹងហើយនេះជាការប្រមាថមាក់ងាយសម្រាប់ណាហើយគាត់ខាងក្រសួងហ្នឹងគឺចាត់ទុកថាចំនួនបាទព្រំដែនរវាងកម្ពុជានិងថៃហ្នឹងគឺបាទជារឿងមួយដែលមិនគួរណាទៅប៉ះពាល់ទៅលើខាងរូបសំណាកសាសនាអីចឹងទេបាទហើយដោយឡែកនៅខាងភាគីថៃវិញដោយសារតែមានប្រតិកម្មពីឥណ្ឌាអញ្ចឹងបាទហើយនៅថ្ងៃនេះខាងកម្ពុជាក៏មានប្រតិកម្មដែរណាក៏
បាទឆ្លើយតបដែរតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាគឺលោកប៉ែនបណ្ណាក៏បាននិយាយអំពីការប៉ះពាល់ការបំផ្លិចបំផ្លាញនេះដែរដល់អញ្ចឹងទៅថៃក៏គាត់ខំបញ្យល់ទៅវិញបាទបញ្យល់ទៅវិញច្រើនចំណុចខ្ញុំមិនអានទាំងស្រុងទេគឺគាត់បញ្យល់ថាទី1គឺរូបនឹងសាងសង់ចូលដីដែលមានចំនួនគ្នាបើកាលណាទុករូបនឹងទៅវាជាសញ្ញាដែលកម្ពុជាជាទឹកដីរបស់កម្ពុជាបាទហើយទី2នោះថារូបនឹងគឺមិនមែនជារូបដែលមានអីមួយទមុនមានអីណាទេគឺគ្រាន់តែជារូបតំណាងរូបលំអគាត់ថារូបលំអទៅវិញទេបាទរូបលំអទៅវិញទេដែលនេះនឹងឲ្យគាត់ថាសោកស្ដាយដែលប៉ះពាល់ទៅដល់អារម្មណ៍អ្នកដែលកាន់សាសនាអ្នកដែលមានជំនឿជាដើមនឹងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ចឹងចាំគាត់ប្រាប់ថា Thailand express sincere regret for any misunderstanding or discomfort caused by the circulation of images showing the removal បាទគឺបានន័យថាគាត់សោកស្ដាយណាគាត់សោកស្ដាយតែយ៉ាងខ្លាំងដែរបាទដែលការប៉ះពាល់នៅការចែកចាយរូបភាពនោះធ្វើឲ្យមានប៉ះពាល់ទៅដល់អារម្មណ៍អញ្ចឹងបាទនឹងគឺជាអ្វីដែលខាងផ្លូវការរបស់ថៃបានសរសេរណានៅក្នុងលិខិតនេះឆ្លើយតបដែរក៏ប៉ុន្តែប្រតិកម្មពីលោកអនុทิនវិញនាយករដ្ឋមន្ត្រីវិញបាទឆ្លើយផ្សេងទៅវិញទៅបាទអញ្ចឹងគឺអនុทิនគាត់ថារូបសម្លាក់ដែលបំផ្លាញនឹងវាមិនអាចអីមកប្រៀបធៀបជាមួយនឹងដៃជើងទាហានរបស់គេបានទេដែលបានបាត់បង់នោះទេគឺគ្មានអ្វីអាចប្រៀបបានជាមួយនឹងកម្រិតនឹងបានឡើយបាទគឺកុំមកយកអារឿងចឹងមកប្រៀបធៀបនោះឃើញទេដូច្នេះអ្នកអាចនឹងចោទសួរអំពីភាពស្មោះត្រង់របស់ថៃ Thailand always talks about sincerity in bringing peace to the region, to Cambodia, to Thailand. But this incident has proven that Thailand is not sincere in its fights to get what you call peaceful resolution between the two countries. Cái nhắc bạn này thà you have to question the shout of Thai's sincerity ភាពស្មោះត្រង់របស់ថៃនៅក្នុងការចង់បានសន្តិភាពនឹងតែយ៉ាងម៉េច Is Thai really sincere in its pursuit for peace or just a fake pretext to invade another country បាទវារឿងវានៅត្រង់ហ្នឹងទេតើថៃគាត់ស្មោះត្រង់ឬក៏មិនស្មោះត្រង់បាទអញ្ចឹងគឺយើងឃើញ official statement សេចក្តីថ្លែងការណ៍ជាផ្លូវការនិយាយផ្សេង Prime Minister និយាយផ្សឹង Did they talk to each other before issuing the statement ឬក៏ a statement is just a cover that to cover up what their real intention is អាហ្នឹងគឺរឿងមួយនោះទៀតអញ្ចឹងប្រិមិត្តដែលចង់ដឹងគឺដឹងអញ្ចឹងបាទនេះខ្ញុំលាយអង់គ្លេសមួយដើម្បីឲ្យប្រិមិត្តយកទៅធ្វើ comment តបទៅវិញទៅបើពេលដែលឃើញរូបភាពបែបហ្នឹងឃើញទេអញ្ចឹងបានយើងឃើញ3រឿង2រឿង3ប្រតិកម្មហ្នឹងប្រតិកម្មទី1គឺអ្នកដែលធ្វើបាតកម្មដើម្បីសុំសន្តិភាពទ្រង់ទីតូចទៅបានគេដេញពីកន្លែងមួយទៅកន្លែងមួយទម្រាំអាចនឹងធ្វើបានទី2នៅពេលដែលឥណ្ឌាប្រតិកម្មមួយរឿងបំផ្លាញរូបព្រះវិស្ណុបាទក្រសួងខាងឥណ្ឌាខាងផ្លូវការនោះរបស់រដ្ឋាភិបាលថៃគាត់សំទោសដែលសោកស្ដាយមិនសំទោសពាក្យសំទោសនៃខុសគ្នាដែរគាត់សោកស្ដាយដែលរឿងនឹងកើតឡើងតាមរយៈការចែករូបភាពនឹងហើយគឺនិយាយបញ្យលថារឿងនោះវាគ្មានសារៈសំខាន់ហើយខាងផ្នែកភូមិសាស្ត្រនេះទេប៉ុន្តែគាត់សោកស្ដាយដែលរឿងនឹងកើតឡើងអញ្ចឹងតែដល់ពេលនាយករដ្ឋមន្ត្រីថៃវិញអត់ប្រយោជន៍ទេអានោះមិនអាចមកប្រៀបធៀបជាមួយដៃជើងនេះវិញបើអញ្ចឹងដូច្នេះយើងអាចដឹងថាប្រទេសថៃដែលតែងតែតាំងខ្លួនជាអ្នកគោរពពុទ្ធសាសនាគ្រប់សាសនាដទៃហ្នឹងតើខិតពិតជាអញ្ចឹងមែនអត់បាទពីព្រោះអីរូបសំណាកអីក៏ដោយយើងមិនបាច់និយាយពីរឿងសាសនាអីឲ្យបានវែងឆ្ងាយទេបាទធ្វើថ្មីក៏ដោយអីក៏ដោយការដែលរៀបដាក់ហ្នឹងគឺក្បួនគេទៅតែមានការសម្ពោធបញ្ចុះគុំបញ្ចុះអីបាទនៅក្នុងហ្នឹងផងដែរដើម្បីឲ្យរូបភាពហ្នឹងវាមានលក្ខណៈបាទគេហៅថាស័ក្តិសិទ្ធិឬក៏មានពលឹងវិញ្ញាណអីមកកាន់បើដូចជាការបំផ្លាញរូបបែបសាសនាបែបមួយអញ្ចឹងមិនមែនជារឿងមួយដែលទៅធ្វើងាយៗទេបាទអ្នកណាដែលមានជំនឿទៅលើសាសនាណាមួយគាត់ដឹងអំពីរឿងហ្នឹងហើយបាទ
កាលណាគាត់ស៊ីម៉ងមួយគឺស៊ីម៉ងដូច្នេះចាំបានន័យថាសម្រាប់កម្ពុជាការធ្វើហ្នឹងគឺមុននឹងយើងសម្ពោធឲ្យប្រើនោះមានការសម្ពោធពិធីអីច្រើនប៉ុន្តែថៃគាត់ចាត់ទុកថានឹងគ្រាន់តែជារូបលម្អដោយដាក់តាំងផ្ទះដាក់អីហ្នឹងអត់មានប្រយោជន៍ទេបាទអាហ្នឹងគឺគាត់ថាជាសេចក្តីថ្លែងការណ៍មួយនេះយើងចាត់ទុកថាជាការមួយបង្ហាញនៃការប្រមាថទៅលើសាសនានិងជំនឿរបស់ពលរដ្ឋដទៃទៀតដែលធ្វើឡើងដោយថ្នាក់ដឹកនាំរបស់ថៃហ្នឹងបាទ shallow pretty shallow មានន័យថារយៈកាផែលហ្មងបាទ